សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងវិលត្រឡប់មកជួបគ្នាជាថ្មីទៀតហើយនៅក្នុងថ្ងៃនេះដែរខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកស្ដាប់អំពី7មូលហេតុនេះហើយដែលធ្វើឲ្យក្តាមអាឡាស្កាថ្លៃខ្លាំងជាងអាហារសមុទ្រផ្សេងៗទៀត King crabs ឬក្តាមអាឡាស្កាមានតាំងពីចុងទសវត្សរ៍ឆ្នាំ1800នៅពេលដែលការនេសាទដំបូងបានចាប់ផ្ដើមនៅឆ្នេរអាឡាស្កានៃកោះ Aleutians ក្តាមអាឡាស្កាជាប្រភេទអាហារសមុទ្រដែលមានតម្លៃថ្លៃជាងគេបំផុតទាំងទំហំនិងគុណភាពនិងរូបរាងដែលមិនអាចមានក្តាមណាប្រៀបផ្ទឹមបានក្តាមអាឡាស្កាមាន3ប្រភេទដែលប្រមូលផលជាលក្ខណៈពាណិជ្ជកម្មនៅអាឡាស្កាដែលមានដូចជាពណ៌ត្នោត Agamis ខៀវនិងក្រហមក្តាមក្រហមគឺជាក្តាមដែលមានតម្លៃថ្លៃជាងគេបំផុតនៅក្នុងពិភពលោកជាមួយនឹងតម្រូវការយ៉ាងខ្លាំងពីអ្នកប្រើប្រាស់នៅក្នុងប្រទេសជប៉ុនសហរដ្ឋអាមេរិកនិងអឺរ៉ុបការប្រមូលផលរាប់លានផោនពីក្តាមអាឡាស្កាពណ៌ក្រហមដ៏ធំបំផុតត្រូវធ្វើឡើងនៅក្នុងទឹកនៃឆ្នេរសមុទ្រ Bristol និងប្រមូលផលក្នុងរយៈពេលពី2ទៅ3ខែខាងក្រោមនេះក៏ជាមូលហេតុដែលធ្វើឲ្យក្តាមសមុទ្រអាឡាស្កាមានតម្លៃថ្លៃក៏ពពកជាងក្តាមដទៃទៀតទី1ការចិញ្ចឹមក្តាមអាឡាស្កាគឺមានគ្រោះថ្នាក់ក្តាមត្រូវបានគេប្រមូលផលក្នុងអំឡុងពេលរដូវស្លឹកឈើជ្រុះក្នុងរយៈពេល2ទៅ3ខែនៅក្នុងទឹកត្រជាក់នៃឆ្នេរអាឡាស្កាទី2ក្តាមនេះជាប្រភេទក្តាមដែលកម្រនិងខ្វះធនធានច្រើនការផ្គត់ផ្គង់ត្រូវបានគ្រប់គ្រងដោយសម្រងមួយដើម្បីការពារនិរន្តរភាពនៃការនេសាទខុសច្បាប់ក្នុងប្រការផ្សេងៗទី3ក្តាមនីមួយៗមានអាយុយ៉ាងតិច7ទៅ9ឆ្នាំមុនពេលវាឈានដល់ទំហំស្របច្បាប់សម្រាប់ការរក្សាទុកដាក់ឲ្យត្រូវតាមស្តង់ដារទី4ជាពិសេសក្តាមអាឡាស្កានីមួយៗត្រូវសម្លឹកសម្រាំងយ៉ាងល្អមុនពេលធ្វើជាអាហារឲ្យភ្ញៀវពិសាឬនាំចេញទៅក្រៅប្រទេសទី5ក្តាមអាឡាស្កាទទួលបានរង្វាន់ដ៏ល្អឯកទាំងផ្នែកនៃសាច់ណែនល្អនិងជើងពណ៌សដូកព្រិលរបស់វារួមជាមួយនឹងរសជាតិផ្អែមឆ្ងាញ់ជាងសាច់ក្តាមដទៃទៀតទី6ការនេសាទក្តាមអាឡាស្កាគឺមានគ្រោះថ្នាក់ខ្លាំងណាស់ហើយអត្រាស្លាប់ក្នុងចំណោមអ្នកនេសាទគឺប្រហែល80ដងនៃអត្រាស្លាប់របស់កម្មករជាមធ្យមវាត្រូវបានណែនាំថាជាមធ្យមអ្នកនេសាទក្តាមម្នាក់បានស្លាប់រៀងរាល់សប្តាហ៍ក្នុងមួយរដូវទី7ចំណែកតម្លៃលក់វិញមានចាប់ពី$60ដល់$70ក្នុង1ផោនស្មើនឹងកន្លះគីឡូសម្រាប់ក្តាមនីមួយៗតម្លៃក្នុងស្រុកមិនទាន់យកចេញទៅក្រៅប្រទេសឡើយអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះដល់ចប់សូមកុំភ្លេចជួយចុច like និង subscribe ឲ្យម្នាក់មួយផងជួបគ្នានៅវីដេអូក្រោយបាយបាយ